ប្រថុយពេកហើយប្រថុយពេកខ្លាំងតែម្ដងម៉ូតូ Honda Click មួយនេះលាន់កម្រិតប៉ុណ្ណឹងលាន់យ៉ាងហ្នឹងហើយគាត់ហ៊ានជិះមកដល់ហាត់អូតូម៉ូតូនេះម្ចាស់ម៉ូតូគាត់ប្រើយូរពេករហូតទៅដល់ជាង 30,000 គីឡូគឺ 37,312 គីឡូម៉ែត្រឯណោះអញ្ចឹងវាយូរជ្រុលហើយលាន់នេះគឺលាន់ខ្លាំងឥឡូវយើងឆែកមើលមញងបូមប្រេងសិនថាតើសឹកកម្រិតណាបន្ទាប់ពីការដោះចេញ5ស្រទាប់ទើបបានមើលឃើញមញងបូមប្រេងច្បាស់មញងនេះមិនមែនកម្រិតរះធម្មតាទេគឺឡើងមូលតែម្ដងអញ្ចឹងបានជាម៉ូតូវាលាន់ខ្លាំងកម្រិតហ្នឹងណាយកផ្ដាំផ្ញើម្ដងទៀតទៅកាត់បងប្អូនប្រើប្រាស់ម៉ូតូអូតូទាំងអស់ជាពិសេស 160cc ឬក៏ Giono 024បងប្អូនត្រូវប្រកាសច្បាស់លើមញងបូមប្រេងជាពិសេសគឺពណ៌តែម្ដងហើយយើងគ្រប់គ្នាក៏បានដឹងតាមមញងពណ៌អីអញ្ចឹងបានតម្រូវបងប្អូនត្រូវការឆែកមើលសិនក្រោយការប្រើប្រាស់យ៉ាងហោចណាស់ត្រឹម 10,000 គីឡូបើឃើញមញងពណ៌សយើងចាប់ផ្ដើមដូរបើមញងពណ៌ខ្មៅយើងអាចប្រើប្រាស់បន្តបានអញ្ចឹងសូមផ្ដាំផ្ញើម្ដងទៀតទៅកាន់បងប្អូនប្រើប្រាស់ម៉ូតូអូតូទាំងអស់ក៏បីមានការថែទាំឲ្យបានត្រឹមត្រូវជាពិសេសគឺម៉ូតូអូតូ 160cc ឬ Giono 024តែម្ដងជៀសវាងម៉ូតូមានបញ្ហាធ្ងន់ធ្ងរពេលខ្លះដូរមញងបូមប្រេងស៊ីនពណ៌ខ្មៅហើយក៏ដោយក៏នៅបញ្ហាដល់ម៉ាស៊ីនដដែលអញ្ចឹងសូមបងប្អូនទាំងអស់គ្នាប្រើប្រាស់ដោយការប្រុងប្រយ័ត្នជាពិសេសគឺការថែទាំខ្ពស់នេះគឺជាបំណងល្អពីហាងដុកទ័រម៉ូតូ